សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកនិយាយពីខ្សែអ៊ីនធឺណិតជាមួយនឹង USB Wi-Fi យល់ទៅខ្ញុំធ្លាប់ធ្វើវីដេអូមួយចំនួនដែរតែនៅតែមានភ្ញៀវសួរថាតើពីរហ្នឹងមួយណាល្អប្រើជាងនិយាយទៅពីរហ្នឹងគឺល្អប្រើដូចគ្នាតាមបេះដូងឆ្លៃមួយណាប្រើមួយហ្នឹងឥឡូវខ្ញុំនិយាយពីខ្សែមុនណាទៅខ្សែអ៊ីនធឺណិតនេះបើនិយាយពីតម្លៃគឺវាសមរម្យវាធូរហើយអ្វីដែលខ្ញុំលក់នេះគឺកប់ហើយស្រាប់មានពី5ម៉ែត្រដល់10ម៉ែត្រចឹងនៅពេលដែលយើងប្រើខ្សែអ៊ីនធឺណិតនេះគឺយើងត្រូវដោតពី router អស់ចូលមកកាន់ម៉ាស៊ីន PC ហើយវាធ្វើឲ្យសេវារបស់យើងសេវាអ៊ីនធឺណិតរបស់យើងគឺ stable អ្វីដែលសំខាន់ហ្នឹងគឺអ្នកទាំងអស់គ្នាគ្រាន់តែសេរី cable management ឲ្យស្អាតទៅគឺបានហើយនិយាយរួមអានេះបើប្រវែងកាន់តែឆ្ងាយវារៀងពិបាករឿងសេរីខ្សែឲ្យវាស្អាតហ្នឹងឯងតែប៉ុណ្្នឹងឯងតែបើនិយាយពីគុណភាពគឺវាធ្វើឲ្យអ៊ីនធឺណិតរបស់យើង stable ហើយបើ USB Wi-Fi នេះមិនថាវាប្រើអត់កើទេវាទៅតាមចម្ងាយដែរឧបមាថា router នៅឆ្ងាយពីម៉ាស៊ីនបាំងច្រើនជាងអីសេវាវាអាចថមថយទៅតាមហ្នឹងប៉ុន្តែបើ router និងម៉ាស៊ីនទេនៅជិតគ្នាគឺងាយស្រួលប្រើមែនតើទីមួយអត់បារម្ភរឿងអស់ខ្សែញ៉ៃទេអញ្ចឹងបើអ្នកទាំងអស់គ្នាឆ្លៃមួយណាអាចទិញមួយនឹងបានតាមបេះដូងណាហើយបើសួរអ្នកលក់ថាតើអ្នកលក់ប្រើមួយណាអ្នកលក់ប្រើទាំងពីរហ្នឹងឥឡូវចាំថតឲ្យអ្នកទាំងអស់គ្នាមើលចាដូចនេះគឺជាខ្សែអ៊ីនធឺណិតដែលខ្ញុំអស់ពី router ជាន់ទី1របស់ខ្ញុំមកនេះកាត់ក្រោយទូមកណាដើម្បីតេស្តមួយម៉ាស៊ីនរបស់ភ្ញៀវអញ្ចឹងសួរថាមួយហ្នឹងប្រើគ្រាន់អត់គឺអត់គ្រាន់ទេខ្ញុំនៅតែប្រើ USB Wi-Fi អញ្ចឹងនេះ USB Wi-Fi របស់ខ្ញុំពីព្រោះដោយសារវាស្រួលចល័តព្រោះពេលខ្លះខ្ញុំមិនមែនតែម៉ាស៊ីនតែមួយទេខ្ញុំអាចតែម៉ាស៊ីន2 3អញ្ចឹងស្រួលចល័តពីម៉ាស៊ីននេះទៅម៉ាស៊ីននេះអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការខ្សែអ៊ីនធឺណិតឬក៏ USB Wi-Fi អាចឆាតមកខ្ញុំបានតាម Facebook Page 51G Commenter ឬលេខ Telegram លេខ07 399 678អរគុណ